មានមនុស្សមិឆាទិដ្ឋិយល់ខុសអត់ដឹងថាជីវិតនឹងប្រព្រឹត្តតាមកម្មផលទេហ្នឹងហើយស្លាប់ទៅសូន្យអីហ្នឹងចឹងទៅដល់ចឹងទៅប្រព្រឹត្តបាបកម្មពេញបន្ទុកហើយអត់មានត្រូវដឹងថាជីវិតរស់នៅធ្វើបុណ្យជាមួយមេត្តាបិតាអីអត់ទេអត់ដឹងថាត្រូវធ្វើមួយមេត្តាបិតាអីទេអត់បានដឹងថាម៉ែឪបង្កើតកូនមកត្រូវតែចិញ្ចឹមកូនតែបើមិនចិញ្ចឹមទេដាក់ទោសគាត់ទៀតហ្នឹងហើយគេយល់ខុសថាម៉ែឪត្រូវតែចិញ្ចឹមកូនអញ្ចឹងណាព្រោះម៉ែឪបង្កើតកូនណាពេលយើងសិក្សាព្រះអភិធម្មទៅបានយើងដឹងមិនមែនម៉ែឪហៅយើងមកទេយើងវានៅអវិជ្ជាតណ្ហាជាមូលនៃវត្តដាក់នេះហ្នឹងហើយអវិជ្ជាតណ្ហាជាមូលនៃវត្តដាក់ប្រសំណាងហើយមានបុណ្យដែលឲ្យកើតជាមនុស្សនេះបើអត់បុណ្យទេមិនមែនថាអត់បុណ្យអត់កើតទេអត់បុណ្យនរកប្រែទេឆាមសូកាយហ្នឹងហើយព្រោះអវិជ្ជាតណ្ហាជាមូលតលព្រះអរហន្តណាបានអត់មានបដិសន្ធិតទៅទៀតយើងត្រូវពឹងបុណ្យណាបុណ្យហ្នឹងបានឲ្យកើតមកជាមនុស្សហើយកម្រនឹងអ្នកដឹងគុណបុណ្យណាហ្នឹងហើយដឹងថាកើតឯងចឹងមកម៉ែឪបង្កើតហើយដល់ម៉ែឪបង្កើតម៉ែឪត្រូវតែចិញ្ចឹមហ្នឹងហើយមានខ្លះពិចារណាទៅម៉ែឪបង្កើតខន្ធធាតុអាយតនៈជាទុកជាទោសអត់បានដឹងគុណម៉ែឪអីទេមើលគុណអត់ឃើញទេភ្នែកនេះវាមើលរូបឃើញដល់ទៅខ្វាក់មើលភ្នំធំអត់ឃើញទេតែយ៉ាងណាមិញអាចិត្តខ្វាក់នេះមើលគុណម៉ែឪប្រពន្ធភ្នំហ្នឹងមើលអត់ឃើញព្រោះវាខ្វាក់ភ្នែកចិត្តទៅប៉ុន្តែដល់តែយើងបានខ្សែគប់ក្នុងពុទ្ធសាសនាទៅបានយើងដឹងថាបុណ្យណានាំឲ្យយើងមកកើតជាមួយគាត់ហ្នឹងណាហ្នឹងហើយបុណ្យយើងមានប៉ុណ្ណឹងឯចំណែកការដែលគាត់ចិញ្ចឹមបីបាច់មើលថែហ្នឹងគុណរបស់គាត់ទាំងអស់ហ្មងហើយណាឧទាហរណ៍ថាយើងដើរតាមផ្លូវអញ្ចឹងទៅវាត្រូវជ្រក់ក្រោមដើមឈើអីផ្ទះសំណាក់អីចឹងទៅទោះជាថាវាមិនសូវចិត្តមិនសូវគត់មាត់អីក៏ដោយក៏ប៉ុន្តែអាហ្នឹងគឺយើងអត់ទៅបន្ទោសដើមឈើហ្នឹងទេមិនក៏អត់សូវមានម្លប់មិនក៏ផ្ទះហ្នឹងដូចថាអត់សូវចិត្តអីចឹងណាយើងអត់ត្រូវទៅបន្ទោសទេមកពីអានេះយើងទៅដែលដើរមកត្រូវជ្រក់យ៉ាងណាមិញជីវិតរបស់យើងនឹងវាត្រូវមកជ្រក់នៅនឹងដើមឈើមេតាបិតាណាទៅជ្រក់ក្រោមម្លប់ដើមឈើហ្នឹងហើយទោះជាថាមិនសូវមានស្លឹកច្រើនបានន័យថាម៉ែឪគាត់មិនមែនសិទ្ធិទេទៅថាអូណម៉ែឪសិទ្ធិបានគាត់មានគុណអាហ្នឹងគឺយើងមើលគុណអត់ឃើញទេបើយើងមើលឃើញគុណណាគាត់រត់តែក្រណារត់តែអាណិតគាត់ថែមទៀតម៉ែឪខ្លះទៅស៊ីឈ្នួលគេបំរើគេណាក្នុងស្រុកទៅបំរើគេក្រៅស្រុកទៀតណាជួនកាលគេស្ដីគេថាអុយលម៉ាំងអម៉ៅក៏ចេះតែអត់ធន់ចេះតែទ្រាំណាដើម្បីបានការងារធ្វើយកប្រាក់មកចិញ្ចឹមកូនគាត់ហ្នឹងណាអាហ្នឹងមើលយើងជាកូនយើងរត់តែអាណិតគាត់ទៀតណាហ្នឹងហើយមិនទៅចាប់ទោសគាត់ត្រង់ដែលគាត់ក្រទេគាត់ក្រមែនតែគាត់មិនមែនហៅយើងឲ្យមកកើតណាហើយយើងមកកើតនឹងគាត់រហូតដល់ទៅដូចបងប្អូនខ្ញុំណា2ទៅ10នាក់ទៅសល់ប្រាក់អីចាំឲ្យតែកូនរស់ហ្នឹងណាហ្នឹងហើយហើយមើលណាគាត់ក្រដោយសារតែយើងវារវល់ឈឺផងហើយកូនមួយហើយមួយទៀតបងប្អូនទទួលទានហ្នឹងហើយគឺបដិសន្ធិបន្តឲ្យយើងឃើញថាព្រោះអាស្រ័យកម្មហ្នឹងជាបច្ច័យឲ្យមកកើតមួយគាត់ហ្នឹងតួបរមត្តធัวដែលគុណក្នុងមេត្តាបិតាហ្នឹងតួបរមត្តគឺណាដោយទឹកចិត្តមេត្តាករុណាហ្នឹងតួគុណយើងអត់ទៅលុបបំបត្តិបានទេទោះជាយើងធំទៅរត់ទូទានមានបានតបស្នងសងគុណគាត់អីយ៉ាងម៉េចក៏បុណ្យរបស់យើងធ្វើជាមួយព្រះអរហន្តតែយើងអត់ទៅលុបគុណគាត់បានទេកុំឲ្យថាអូយើងចិនគាត់ច្រើនណាស់អស់លុយប៉ុណ្ណេះចឹងរួចគ្នាអត់ទេអាហ្នឹងគឺដល់ពេលបុណ្យនឹងឲ្យផលមកមានបានទ្រព្យសម្បត្តិអីត្រូវភ្លើងឆេះត្រូវទឹកលិចត្រូវចោលលួចដោយសារយើងធ្វើបុណ្យលុបបំបត្តិគុណប៉ុន្តែហ្នឹងមានសម្ដែងនៅក្នុងអង្គត្រញ្ញកាយបញ្ញកនិបាតក្នុងសពរិស័កសូត្រសពរោះលោកអត់ធ្វើទៀនដោយការលុបគុណទេហ្នឹងហើយគឺថាតបស្នងសងគុណមេដាបិតាបុណ្យរបស់ខ្លួនឯងតែគុណរបស់មេដាបិតាមានណាទៅលុបបានដោយយើងយកដីសទៅសេក្រាគៀនឲ្យលុបអីណាគុណគឺអត់មានទៅលុបបានទេតែកើតហើយចិត្តនឹងសន្សំហើយគុណគឺគុណហើយ
អត់មានកាច់អីឲ្យរួចគ្នាទេបើលើកលែងតែយើងខ្ចីប្រាក់គេសងប្រាក់អាហ្នឹងវារួចដល់ទៅគុណគឺអត់លុបបានទេប៉ុណ្ណាហ្នឹងហើយ